អូវ៉ាសបុកចុះឡើងឃើញតែបងៗគាត់ញ៉ាំក្តាមនំប៉័ងក្តាមអាឡាស្កាក្តាមសមុទ្រអីផ្សេងៗចឹងទៅអញ្ចឹងហើយកុំឲ្យចាញ់មកដាក់មួយคลิปដែរតែញ៉ាំក្តាមស្រែនិយាយពីថាខ្ទិះអើយខ្ទិះពិសេសថែមទៀតនោះណាគឺថាក្តាមរបស់យើងមិនថាតូចមិនថាធំទេគឺថាខ្លាញ់ពេញស្នូកតែម្ដងបើនិយាយដល់រសជាតិរបស់គេហ្នឹងណាគឺថាជូរហឹរមកល្មមឆ្ងាញ់តែម្ដងតែឯរសជាតិប្រៃហ្នឹងគឺថាអត់មានទេបងតិចនិចនៅក្នុងការជ្រក់ក្តាមកុំឲ្យប្រៃគឺថាពិសេសខ្លាំងមែនតើអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងមកនិយាយប្រាប់ពីតិចនិចកុំឲ្យជ្រក់ក្តាមទៅវាមានរសជាតិប្រៃក្នុងសាច់ឬក៏ក្នុងខ្លាញ់តែបើសិនជាបងចង់ដឹងណាខ្ញុំសូមបង្ហាញខ្លាញ់ក្តាមហើយនឹងការញ៉ាំរបស់ខ្ញុំបន្តិចសិនថាវាឆ្ងាញ់ប៉ុណ្ណាតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយូរខ្ញុំនឹងចូលសាច់រឿងតែម្ដងក្តាមជ្រក់នេះជាទូទៅពីដំបូងឡើយមានបងខ្លះដែលគាត់ជ្រក់អញ្ចឹងទៅពីព្រឹកតស្អែកឬមួយក៏ហើយអញ្ចឹងមិនគាត់ញ៉ាំតែចំពោះខ្ញុំវិញគឺខ្ញុំជ្រក់ពេលថ្ងៃខ្ញុំញ៉ាំពេលល្ងាចអញ្ចឹងសាច់ក្តាមយើងគឺនៅស្រស់ហើយអត់មានធំក្លិនឆ្អាបពេកទេហើយសាច់ក្តាមឬខ្លាញ់ក្តាមគឺវាក៏មានជាតិប្រៃដែរបងបន្ទាប់មកធ្វើការស្រង់វាចេញបកវាស្អាតវាយគ្រឿងមកតាមការចូលចិត្តរបស់បងចឹងណាយើងកាច់វាយកមកស្អាតហើយមកដើម្បីងាយស្រួលញ៉ាំខ្លាញ់ក្តាមលាយជាមួយនឹងបាយចេះនិយាយពីថាជាស្រោចទឹកវាមកតិចមកអូយគ្មានអីប្រៀបទៅបានទេសំខាន់មកមើលទៅការញ៉ាំរបស់ខ្ញុំទៅគឺថាញាប់ឆ្មេតែម្ដងសម្រាប់ខ្ញុំវិញណាខែក្តាមបើសិនជាឲ្យទៅទិញគេនៅផ្សារគឺថាអត់ហ៊ានទិញញ៉ាំទេតែបើសិនជារកខ្លួនឯងមានទំនុកចិត្តក្នុងការញ៉ាំជាងភាគច្រើនគឺខ្ញុំចឹងតែម្ដងបើថានៅសុកទៅទិញក្តាមយកមកជ្រក់គឺអត់ទេតែបើថារកខ្លួនឯងណាជ្រក់ធ្វើញ៉ាំចេះនិយាយពីថាពេញមាត់សាហាវហើយក្នុងវីដេអូនេះដែរមិនមែនមានតែម្ហូបមួយមុខទេប៉ុន្តែ favorite របស់ខ្ញុំគឺថាក្តាមជ្រក់នឹងឯងព្រោះជារបស់កម្រមិនងាយបានញ៉ាំទេតាំងពីចូលដល់ខែក្តាមនេះមកគឺថាខ្ញុំញ៉ាំរៀងញឹកដែរតែអត់សូវបានធ្វើវីដេអូទេបងព្រោះថាពេលដែលអត់តន់ចូលដល់រដូវគេគឺថាក្តាមហ្នឹងក៏មានខ្លាញ់ដែរតែពេលចូលដល់រដូវគឺថាខ្លាញ់ពេញស្នូនៅក្នុងវីដេអូនេះណាខ្ញុំសូមអធិស្ឋានផងដោយសារតែរបស់ខ្ញុំហ្នឹងនៅជាប់ថ្នល់ជាអញ្ចឹងហើយវាតែងតែលឺសូរសលេងឡានសលេងម៉ូតូអញ្ចឹងទៅតែជាផលធ្វើរំខាននៅក្នុងការធ្វើវីដេអូរបស់ខ្ញុំអញ្ចឹងហើយពេលខ្លះខ្ញុំក៏បានធ្វើវីដេអូទៀតលាយឡំនឹងមួយរយៈពេលនេះគឺថារវល់ខ្លាំងមែនតើមកថ្ងៃចោល YouTube ឡើងមួយរយៈធំតែម្ដងបើវីដេអូវិញណាបើសិនជាកាត់3ថ្ងៃអត់តអស់ផងថតទុកមានពេលកាត់អត់មានពេលបញ្ចូលសលេងបងអញ្ចឹងហើយបើសិនជាបងនេះក៏ស្លាញ់ចូលចិត្តខ្ញុំកុំភ្លេចចូលទៅ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងណាបងកុំអូសរំលងអីហើយបើសិនជានៅក្នុងវីដេអូនេះខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាឲ្យនាងខ្ញុំសូមខន្តីអភ័យទោសផងខុសឆ្គងកន្លែងណាកុំភ្លេចជួយកែតម្រូវគ្នាផងណាកុំភ្លេចជួយ comment ខាងក្រោមអរគុណច្រើនបាយបាយ